សួស្តីលោកគ្រូខ្ញុំបាទឈ្មោះវ៉ាវឌ្ឍនានៅក្រុម SU5 គ្រូថ្ងៃនេះខ្ញុំមកធ្វើការងារទី2 midterm ដែលលោកគ្រូដាក់ឲ្យតាក់ទងនឹង group and permission លោកគ្រូអញ្ចឹងជាដំបូងយើងមាន6 requirement 9 requirement ដែលលោកគ្រូដាក់ឲ្យពីលេខ1ដល់លេខ9 requirement ទី1គឺយើង create group developer UX UI developer develop អញ្ចឹងយើងទៅប្រើ comment នឹងទាំងអស់គ្នាដើម្បី create group ដើម្បីបង្កើត group បានយើងខ្ញុំសូមប្រើ comment sudo group add ហើយបន្តមកទៀតខ្ញុំបង្កើត group មួយទៀតដែលមាននាមថា UX UI ក្រុមមួយទៀតគឺ DevOps ហើយបន្តមកទៀតដល់ឯកសារទី2យើងត្រូវ delete group and so make sure group was delete អញ្ចឹងដើម្បីយើងធ្វើ requirement ទី2នឹងបានយើងត្រូវប្រើ comment យើងត្រូវប្រើ comment etc/groupហើយនេះ group ដែលយើងបង្កើតថ្មីមិញហ្នឹងគឺមានចំនួន3នេះហើយដើម្បីលុប group នឹងបានយើងត្រូវប្រើ comment sudo group del ហើយយើងចង់លុប group មួយណាចុះឧទាហរណ៍ថាខ្ញុំចង់លុប group developer ចុះបន្តមកទៀតយើងប្រើប្រាស់ comment cat/etc/group ដើម្បីទៅឆែកវាម្ដងទៀតចុះយើងសង្កេតឃើញថា group developer ហ្នឹងគឺបាត់ហើយអញ្ចឹងនៅសល់ group ដែលយើងបង្កើត3មិញគឺនៅសល់តែ2ទេដោយសារ group developer យើងបាន delete វាចេញវិញអញ្ចឹងខ្ញុំសូម add group នឹងមកវិញ sudoហើយបន្តមកទៀតខ្ញុំចូលទៅឆែកវាសារថ្មី
ចឹងយើងឃើញថាគ្រប់នឹងបានត្រឡប់មកវិញហើយបន្តមកទៀតខ្ញុំត្រូវ create file 3ដែលមាន developer process txt UI process txt និង default process txt ដើម្បីបង្កើត file បានគឺយើងប្រើ comment ពេលដែលយើងបង្កើត file នឹងហើយយើងត្រូវ list file នឹងមកវិញដោយយើងប្រើ comment ដោយសារតែវាជា long text ចឹងយើងប្រើ comment ls/l ហើយនេះគឺជា file ដែលយើងបង្កើតមុនហ្នឹងបន្តមកទៀតដើម្បី change permission យើងត្រូវប្រើ comment sudo mode 755ហើយយើងខ្ញុំ change ទៅលើ permission developer underscore process txt ពេលដែល change permission ហើយយើងប្រើដើម្បី change វាយើងប្រើ comment lsបន្តមកទៀតខ្ញុំចង់កែទៅលើ permission ហ្នឹងគឺខ្ញុំប្រើ commentនៅពេលដែលយើងកែវានៅតែពេលយើងកែ permission ហ្នឹងហើយយើងអាចឆែកវាបានភាសាទៀតដោយយើងប្រើ comment ls បន្តមកទៀតខ្ញុំ add user ហ្នឹងទៅកាន់ group របស់ខ្ញុំដោយសារតែខ្ញុំបានបង្កើត group មកហើយមាន demo មួយ folder ហើយនិង project អញ្ចឹងបន្តមកទៀតគឺខ្ញុំ add វាចូលទៅក្នុង group របស់ខ្ញុំទៀត
បាទអរគុណសម្រាប់ការទស្សនាអញ្ចឹងសម្រាប់ការងារ midterm 2 គឺខ្ញុំមានប៉ុណ្ណឹងសម្រាប់ការងារ midterm 2 បាទសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទ